ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាយ៉ាងណានេះខ្ញុំចង់ចេញវីដេអូពីវិធីប្រឡាក់សាច់មាន់វិធីងាយមិនស្មុគស្មាញគឺសំមាននៅក្នុងផ្ទះធម្មតាមិនចាំបាច់ទៅថែមគ្រឿងផ្សំផ្សេងឡើយជាដំបូងយើងយកមាន់មកលាងឲ្យស្អាតរួចហើយកាប់ជាកង់តាមអ្វីដែលយើងចង់បានជាធម្មតាគល់ស្លាបហើយនៅចុងស្លាបគឺគេកាត់ចេញពីគ្នាដើម្បីស្រួលប្រឡាក់ផងហើយនឹងស្រួលទុកដាក់ផងសម្រាប់សាច់ហ្នឹងគឺខ្ញុំបានឆូតវាទៅលើសាច់ហ្នឹងដើម្បីពេលយើងប្រឡាក់ទៅគឺវាចូលជាតិបានសព្វល្អចំណែកសាច់ដែលនៅសល់គឺខ្ញុំវះជាបន្ទះបែបនេះហើយយើងយកទៅធ្វើប្រឡាក់ជាមួយគ្នាជាធម្មតាខ្ញុំតែងតែយកវាមកលាងទឹកម្ដងទៀត2ទៅ3ទឹកដើម្បីឲ្យខាត់ហើយស្អាតល្អនេះជាវិធីលាយគ្រឿងរបស់ខាងខ្ញុំជាធម្មតាព្រោះយ៉ាងតែមានរំដេងបន្ទាប់មកខ្ញុំប្រឡាក់តែងតែប្រឡាក់ជាមួយនឹងទឹកស៊ីអ៊ីវខ្ញុំបានដាក់ជាមួយនឹងម្សៅស៊ុបចំនួន1ស្លាបព្រាបាយជាមួយនឹងស្ករសចំនួន2ស្លាបព្រាបាយរួចហើយថែមប៊ីចេងបន្តិចក្នុងនោះដែរក៏ខ្ញុំបានដាក់ជាមួយនឹងម្រេចបន្តិចផងដែរបន្តមកទៀតគឺយើងត្រូវដាក់ប្រេងខ្យងចំនួន1ស្លាបព្រាបាយរួចហើយយើងច្របល់ចូលគ្នាអាចទុកទូទឹកកកក្នុងរយៈពេល30នាទីបានផុតពី30នាទីទៅបងប្អូនអាចយកទៅហាលឬក៏អាចចៀនបានវិធីសាស្ត្រមួយនេះគឺវាអត់ស្មុគស្មាញទេសម្រាប់អ្នកអត់ចេះអាចរៀនធ្វើតាមនឹងបានអរគុណ